ថ្ងៃនេះគឺយើងទទួលបានពីប្រិយមិត្តរបស់យើងជាមិត្តភក្តិរបស់ខ្ញុំតែម្ដងគាត់និយាយពីរឿងរ៉ាវរបស់ប្តីប្រពន្ធមីងច័ន្ទហ្នឹងហើយមិត្តរបស់ខ្ញុំម្នាក់ហ្នឹងគឺគាត់នៅខេត្តបាត់ដំបងបន្ទាប់ពីបានស្ដាប់រឿងខ្មោចជាច្រើននៅក្នុងកម្មវិធី The Story Podcast របស់យើងហ្នឹងគាត់ក៏បាននឹកឃើញរឿងមួយដែលបានកើតឡើងនៅក្នុងស្រុកភូមិរបស់គាត់ណាកាលពីជាង20ឆ្នាំមុនប៉ុន្តែគាត់សុំមិនបញ្ចេញឈ្មោះស្រុកភូមិមួយហ្នឹងទេដោយគាត់បានប្រាប់ថាកាលនោះគឺនៅភូមិស្រុករបស់គាត់ហ្នឹងមានប្តីប្រពន្ធ2នាក់បានឆ្លោះប្រកែកគ្នាខ្លាំងមែនទែនរហូតដល់ប្តីហ្នឹងគឺជ្រុលដៃបាទសម្រាប់ប្រពន្ធយ៉ាងខូខើបំផុតទាំងដែលប្រពន្ធហ្នឹងគឺមានបាទផ្ទៃពោះចិត្តឆ្លងទន្លេទៅទៀតមិនដឹងជាខឹងអីដល់ថ្នាក់ណាដែលអាចលើកដៃបាទធ្វើបាបឬក៏សម្លាប់ទៅដល់មនុស្សដែលខ្លួនឯងដេកជាប់នឹងទ្រូងណាក៏ទៅមនុស្សយើងមានសពគ្រប់បែបយ៉ាងបងប្អូនហើយគាត់ក៏សម្លាប់ខ្លួនឯងទៅតាមក្រោយនៅក្នុងផ្ទះនឹងតែម្ដងបងប្អូនប៉ុន្តែការស្លាប់របស់គាត់ទាំងពីរហ្នឹងគ្មាននរណាគេម្នាក់បានដឹងនោះឡើយតម្រាំតែគេដឹងហ្នឹងគឺរំលងទៅ 3-4 ថ្ងៃទៅហើយអញ្ចឹងបានថាសាក់សពហ្នឹងគឺវាហើមស្អុយអាលួយទៅហើយចិត្តមានតកើមានអីអញ្ចឹងណាហើយរឿងនេះស្ទើរតែគ្មានអ្នកភូមិណាម្នាក់ជឿថាប្តីប្រពន្ធគាត់ទាំងពីរហ្នឹងស្លាប់ឡើយព្រោះថាកន្លងមកបន្ទាប់ពីគាត់ស្លាប់3ថ្ងៃ4ថ្ងៃហ្នឹងណាគេនៅឃើញប្តីប្រពន្ធមកគូនេះនៅមានសកម្មភាពនៅក្នុងផ្ទះធម្មតាអូយហើយមានសំឡេងឆ្លោះប្រកែកគ្នាដូចរាល់ដងអញ្ចឹងគឺមិនមែនគាត់ស្លាប់ហើយស្ងាត់ជ្រាបទេណាគេនៅឃើញគាត់នឹងមានសកម្មភាពនៅក្នុងផ្ទះតែក្រោយពីការបូជាសពប្តីប្រពន្ធមួយគូនេះរួចរាល់វិញ្ញាណពួកគាត់ក៏ប្រែទៅជាខ្មោចតៃហោងតែម្ដងហើយពីស្ងាត់ស្ងៀមទៅជាកាចសាហាវដើរលងបន្លាយគេនៅក្នុងភូមិស្ទើររាល់យប់ធ្វើឲ្យពេលនោះគ្មានអ្នកភូមិណាម្នាក់ហ៊ានចេញក្រៅផ្ទះទេចាប់ពីម៉ោង7ល្ងាចហើយមិត្តខ្ញុំម្នាក់ហ្នឹងគាត់បានបញ្ជាក់ថានេះគឺជារឿងប៉ិតណាដែលគាត់បានជួបផ្ទាល់ខ្លួនឯងហើយគាត់អត់ជឿលើភ្នែកខ្លួនឯងទេមករឿងនឹងឯងដែលធ្វើឲ្យគាត់ជឿថានៅលើโลกនេះពិតជាមានប្រលឹងខ្មោចពិតប្រាកដមែនបន្តទៅនេះគឺខ្ញុំសូមយករឿងទាំងមូលដែលមិត្តខ្ញុំបានសរសេររាយរាប់មកខាងយើងនឹងជម្រាបជូនបងប្អូនរឿងនេះគឺបានកើតឡើងនៅក្នុងអំឡុងឆ្នាំ2003បងប្អូននៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងខេត្តបាត់ដំបងប្តីប្រពន្ធពូធុនហើយនឹងមីងច័ន្ទពួកគាត់ទាំងពីរហ្នឹងតែងតែលឺមាត់លឺកឆ្លោះប្រកែកទាស់តែងគ្នាជារៀងរាល់ថ្ងៃពួកគាត់ទាំងពីរមានអាយុខ្ទង់តែ30ក្រាស់តែប៉ុណ្ណោះនិងប្រកបរបរជាអ្នកធ្វើស្រែចម្ការប៉ុន្តែរាល់ពេលត្រឡប់ទៅធ្វើស្រែវិញហ្នឹងណាពូធុនគឺជាមនុស្សដែលចូលចិត្តផឹកស្រាខ្លាំងមែនទែនហើយនឹងស្រវឹងកាចគេហៅថាមនុស្សស្រវឹងកាចបងប្អូនមនុស្សខ្លះស្រវឹងហើយគឺលូនចូលដេញហ្មងតែមនុស្សខ្លះស្រវឹងហើយស្រែកឡូឡាប៉ាត់ណាប៉ាត់ណីពេញផ្លូវហ្មងគាត់ស្រែកឡូឡារករឿងមីងច័ន្ទគ្រប់ពេលដែលគាត់ស្រវឹងម្ដងចំណែកឯមីងច័ន្ទឯនោះវិញគាត់គឺជាមនុស្សដែលមុតដាច់បន្តិចហើយនឹងមានចរិតហ្នឹងគឺក៏កាចដែរគឺឆាប់ឆេវឆាវហើយស្អប់បំផុតគឺពូធុននៅពេលដែលគាត់ស្រវឹងនិយាយរករឿងមីងច័ន្ទអត់ចេះឈប់នឹងដូច្នេះហើយបានជាប្តីប្រពន្ធគាត់ទាំងពីរនាក់ហ្នឹងតែងតែឆ្លោះគ្នាសឹងតែរាល់ថ្ងៃទៅហើយព្រោះទៅធ្វើស្រែមកវិញផឹកហៅរឿងប្រពន្ធជាពិសេសហ្នឹងគឺនៅពេលល្ងាចតែម្ដងដែលពួកគាត់តែងតែឆ្លោះគ្នាផ្អើលភូមិតែនៅពេលដែលព្រឹកឡើងដែលគាត់ស្វាងពីស្រវឹងវិញហ្នឹងណាប្តីប្រពន្ធរបស់គាត់ហ្នឹងគឺត្រូវរើគ្នាល្អកលអឿនធម្មតាផ្អែមល្ហែមដូចគេឯងស្រឡាញ់គ្នាអញ្ចឹងបងប្អូនវាចម្លែកត្រង់ហ្នឹងដែរពេលព្រឹកគឺល្អកលអឿននឹងគ្នាថើបអោបគ្នាអញ្ចឹងទៅដល់ពេលយប់ឡើងនៅពេលដែលស្រវឹងអីហ្នឹងវាយបោកចានបោកឆ្នាំងដូចមនុស្សអត់ដែលស្គាល់គ្នាដូចមានគំនុំពីជាតិមុនជាមួយគ្នាអញ្ចឹងទាំងដែលខ្លួនគឺជាប្តីប្រពន្ធនឹងគ្នានិយាយទៅពូធុននៅពេលដែលគាត់ស្រវឹងគាត់គឺជាមនុស្សស្រួលនិយាយគ្នាស្លូតបូតនឹងធ្វើការងារស្រែចម្ការគឺចំណាប់ចំនួនតែម្ដងឆ្នាំនោះមីងច័ន្ទពូធំកូនដំបងរបស់គាត់ហ្នឹងគឺបាន8ខែមានថ្ងៃមួយគេស្រាប់តែបានឮសូរសំឡេងអ្នកទាំងពីរឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងតែមួយសន្ទុះក្រោយមកសំឡេងនោះក៏ស្ងាត់បាត់ឆឹងតែម្ដងកន្លងមករាល់ពេលដែលអ្នកភូមិជិតខាងបានឮសំឡេងប្តីប្រពន្ធមួយគូនេះឆ្លោះគ្នាពួកគេតែងតែដើរទៅអើតមើលនិងចូលទៅខាត់ពូធុនម្ដងម្កាលដែរ
ប្រសិនបើគាត់នឹងប្រើប្រាស់អំពើហិង្សាបាទទៅលើភរិយារបស់ខ្លួនតែយូរទៅក្រោយពេលដែលអ្នកភូមិដឹងច្បាស់ថាប្តីប្រពន្ធមីងច័ន្ទនេះឆ្លោះគ្នាឡើងคล้ายទៅជាទម្លាប់ទៅហើយហ្នឹងគឺពួកគេក៏មិនសូវអើពើទៅតាមហ្នឹងទៅព្រោះដឹងច្បាស់ថា yes ឆ្លោះគ្នាតែរហូតណាគេឈ្នះខត់ទេហើយលឺតែឆ្លោះគ្នាពេលយប់ឡើងផឹកឡើងត្រូវគ្នាវិញទៀតអញ្ចឹងអើយខ្ជិលរវល់ណាស់ហើយពេលខ្លាំងហ្នឹងទៅរងគ្រោះដោយសារតែពុទ្ធនបាទដាក់មួយដៃដាក់មួយជើងទៅទៀតអញ្ចឹងណារឿងនេះក៏បានកើតឡើងធ្វើឲ្យអ្នកភូមិជាប់ផ្ទះពុទ្ធនហើយនឹងមីងច័ន្ទហ្នឹងគឺគិតថាវាជារឿងធម្មតាហើយនឹងសាមញ្ញទៅហើយចម្លែកតែថ្ងៃមួយនៅយប់នោះប្តីប្រពន្ធអ្នកទាំងពីរនោះបានឆ្លោះគ្នាយ៉ាងខ្លាំងព្រោះអ្នកចិត្តខាងក្បែរនោះបានលឺសំឡេងមីងច័ន្ទណាលើកនេះគឺស្រែកយំខ្លាំងខុសធម្មតាដូចជាមនុស្សចិត្តដាច់ខ្យល់ស្លាប់អញ្ចឹងតែក្រោយមកស្ងាត់ជ្រាបស្ងាត់សូនឆឹងតែម្ដងមិនដឹងថាពុទ្ធននឹងគឺវាយដំច្រំធាក់គាត់ខ្លាំងកម្រិតណាទេហើយកុំភ្លេចថាពេលនោះគឺមីងច័ន្ទមានផ្ទៃពោះ8ខែបងប្អូនបន្ទាប់ក្រោយពីឆ្លោះគ្នាពីយប់នោះព្រឹកឡើងអ្នកភូមិនឹងក៏បានឃើញមីងច័ន្ទហើយនឹងពុទ្ធនដើរចោតដើរឡើងនៅក្នុងផ្ទះដោយសពមួយដងអញ្ចឹងពួកគេក៏គិតថាហើយតដែររឿងតដែរប៉ុន្តែរឿងដែលគួរឲ្យឆ្ងល់នោះគឺថាពួកគេមិនបានឃើញពុទ្ធននិងមីងច័ន្ទចេញពីផ្ទះសោះគឺពួកគាត់ទាំងពីរសំងំតែនៅក្នុងផ្ទះជាប់រហូត24ម៉ោងលើ24ម៉ោងតែម្ដងខុសពីសពមួយដងដែលមីងច័ន្ទតែងតែចេញមកអង្គុយនៅខាងមុខសម្រាប់ផ្ទះពេលខ្លះក៏ទៅបេះបន្លែបន្លុកដាំស្លអីនោះនៅក្រោយផ្ទះអញ្ចឹងទៅហើយពេលខ្លះមីងច័ន្ទហ្នឹងក៏ចេញមកអង្គុយលេងនៅមុខផ្ទះឬក៏ដើរទៅនិយាយលេងជាមួយអ្នកជិតខាងអញ្ចឹងណារីឯពុទ្ធនវិញតែងតែចេញធ្វើដំណើរទៅធ្វើស្រែចម្ការជាដើមតែនៅពេលនេះពួកគាត់បែរជាសំងំលាក់ខ្លួនចិត្តនៅក្នុងផ្ទះហើយឲ្យតែដល់ពេលយប់ឡើងតែងតែឮសំឡេងឆ្លោះគ្នាដូចសពមួយដងកន្លងបានទៅពីយប់ពីថ្ងៃចូលដល់ថ្ងៃទី3យាយនួនដែលជាអ្នករស់នៅជាប់ភូមិផងរបងផ្ទះមីងច័ន្ទហ្នឹងក៏បាននិយាយថាល្ងាចនោះម៉ោងប្រហែលជា6កន្លះព្រះអាទិត្យលិចបាត់ហើយគាត់ក៏បានដើរទៅខាងក្រោយផ្ទះក៏ឃើញមីងច័ន្ទហ្នឹងអង្គុយអោនមុខយំដៃមីងច័ន្ទណាអបក្បាលជង្គង់នៅលើកូនក្រែមួយមើលទៅគឺគាត់អាណិតមីងច័ន្ទខ្លាំងមែនទែនឃើញដូច្នេះហើយយាយនួនក៏ស្រែកសួរពីផ្ទះគាត់ថាអាចារ្យអើយមកយាយឯងយំធ្វើអីអាធនវាវាយឯងទៀតហើយមែនអត់កុំប្របាក់ចិត្តអីហងអើយចាន់ឯងពូធំហងប្រញាប់ស៊ីបាយស៊ីទឹកទៅហើយចូលទៅដេកពួនទៅធ្វើម៉េចជីវិតប្តីប្រពន្ធវាតែងតែដូចចានក្នុងរាវអញ្ចឹងថ្មនេះមូសច្រើនណាស់ប្រយ័ត្នខុនឈាមណាធ្វើអីគិតដល់កូនក្នុងពោះផងនិយាយនួនគាត់និយាយអញ្ចឹងណាបងប្អូនហើយគាត់ក៏បន្តទៀតថាពេលនោះមីងច័ន្ទមិនបានតបនឹងសំណួររបស់គាត់សំបីតែមួយសំណួរតែបែរជាយំរឹតតែខ្លាំងឡើងឡើងកងរំពងតែម្ដងធ្វើឲ្យយាយនួនព្រឺសម្បុរខ្ញាក់មិនដឹងជាហេតុអីយាយនួនឃើញដូច្នេះហើយគាត់ក៏អាណិតដែរតែមិនដឹងថាជួយយ៉ាងម៉េចទេមានតែទុកឲ្យមីងច័ន្ទហ្នឹងអង្គុយយំម្នាក់ឯងបន្តទៀតទៅហើយគាត់ហ្នឹងក៏ដើរចូលទៅផ្ទះវិញបាត់ទៅទាំងដែរកណ្ដាលយប់មានបាទប្រច័នរៀងភ្លឺព្រាលមានសម្លេងចង្រិតអីចឹងណាគឺគួរអាណិតខ្លាំងមែនតើស្រីម្នាក់ពោះធំហើយអង្គុយយំនៅលើខែតូចមួយចឹងបងប្អូនហ្នឹងហើយព្រឹកឡើងម្ដាយនិងប្អូនប្រុសបង្កើតរបស់ពុទ្ធនក៏បានទៅដល់ផ្ទះមីងច័ន្ទដើម្បីទៅតាមពុទ្ធនទៅភ្ជួរស្រែព្រោះអីហ្នឹងគឺបាត់ពុទ្ធនហ្នឹងពី3ថ្ងៃទៅហើយមិនឃើញធ្វើស្រែអ្វីសោះដោយជិះម៉ូតូអាគប់ទៅដល់មុខផ្ទះភ្លាមម្ដាយពុទ្ធនហ្នឹងក៏បានចុះស្រែកហៅពីមាត់របងតែម្ដងថាអាធនអើយអាធននៅផ្ទះអត់ហ្នឹងទៅជួយភ្ជួរស្រែម៉ែបន្តិចទៅពី3ថ្ងៃបាត់មកទៅណាវ៉ៃឈឺមែនអាធនអើយអាធនស្រែកហៅពី3ដងហើយនៅតែគ្មានអ្នកឆ្លើយគាត់ក៏សម្រេចចិត្តដើរទៅផ្ទះយាយនួននៅជាប់នោះដើម្បីសួរនាំព្រោះថារបងខាងមុខបានចាក់សោជាប់យាយនួនអើយយាយនួនអាធននឹងអាចារ្យណាវានៅផ្ទះអត់ហ្នឹងខ្ញុំស្រែកហៅពី3ដងហើយគ្មានអាណាឆ្លើយចឹងយាយនួនដែលកំពុងតែអង្គុយបោចស្មៅនៅខាងមុខផ្ទះគាត់ក៏ឆ្លើយថាអាពីរអ្នកហ្នឹងវានៅផ្ទះតើម៉ែអាធនពី3ថ្ងៃនេះមិនដឹងថាប្តីប្រពន្ធវាកើតអីទេអត់មានអាណាដើរចេញមកពីផ្ទះសោះតែយប់ឡើងឆ្លោះគ្នារាល់ថ្ងៃហើយអាធនវាឈឺទៅដឹងបានវាអត់ទៅធ្វើស្រែឯងចូលទៅមើលដល់ក្នុងផ្ទះតែម្ដងទៅនេះចូលតាមលបងខ្ញុំនេះហ
បានលឺយាយនួននិយាយដូចនេះហើយម៉ែពុទ្ធនហ្នឹងក៏បានប្រើកូនប្រុសពៅរបស់គាត់ហ្នឹងឲ្យផ្លោះរបងដើម្បីបើកចូលទៅមើលតែម្ដងមិនចាំបាច់ចូលតាមរបងយាយនួននោះទេចូលទៅដល់មុខខ្ទមរបស់ពុទ្ធនហ្នឹងមានខ្ទស់ឈើជាប់ពីខាងក្នុងម៉ែពុទ្ធនក៏បានគូសទ្វារស្រែកហៅប៉ុន្តែនៅតែគ្មានអ្នកឆ្លើយគាត់ក៏បានដើរទៅមើលក្នុងផ្ទះបាយពីខាងក្រោយឃើញចានឆ្នាំងណាប្រឡាក់ធ្លាក់ពីពេញដីកណ្ដុលកន្លាតនាំគ្នារុំជំចិត្តរួមទាំងមានក្លិនស្អុយដូចសត្វអីងាប់ភីចេញមកផងដែរទ្រាំមិនបានម៉ែពុទ្ធនក៏បានប្រើប្រាស់គុណប្រុសរបស់គាត់នឹងឲ្យទម្លុះទ្វារខ្ទមចូលទៅមើលខាងក្នុងតែម្ដងទៅព្រោះគាត់ភ័យណាស់ខ្លាចមានរឿងអីកើតឡើងចំពោះពុទ្ធនហើយនឹងមីងច័ន្ទពេលទម្លុះទ្វារចូលទៅភ្លាមម៉ែពុទ្ធនណាហើយនឹងគុណប្រុសក៏យកដៃខ្ទប់ច្រមុះជាប់ព្រោះក្លិនស្អុយភ័យបុកមុខខ្លាំងតែម្ដងចូលទៅដល់គាត់បានឃើញមុងមិនតន់ស្លាយទេក៏នឹកក្នុងចិត្តថាយីកូនថ្ងៃរះហើយនៅមិនតន់ក្រោកទៀតហើយស្អុយអីស្អុយយ៉ាងនេះផ្ទះនេះកើតអីហ្នឹងគាត់ក៏សម្រេចចិត្តដើរទៅប៉ើងមុងមើលស្រាប់តែរូបភាពដែលគាត់បានឃើញនោះគឺពុទ្ធននិងមីងច័ន្ទបានស្លាប់បាត់ទៅហើយសភាពសាក់សពឡើងហើមស្អុយរលួយមានដង្កូវចុះទៀតផង Oh my god បងប្អូនអើយគាត់បានរៀបរាប់ថាសភាពសាក់សពរបស់មីងច័ន្ទណាគឺខ្លួនគាត់ឡើងខ្មៅអស់ទៅហើយបាទវា3ថ្ងៃទៅហើយបាទល្មមអីភ្នែកនៅបើកនៅឡើយប៉ុន្តែវាលៀនចង់ជ្រុះចេញមកខាងក្រៅអញ្ចឹងបងប្អូនហើយនៅត្រង់តំបន់កគឺមានស្នាមខ្សែរឹតបាត់សឹងតែដាច់កចេញពីគ្នាអូបានន័យថាពូធនគឺបានប្រើប្រាស់ខ្សែកដើម្បីរឹតកមីងច័ន្ទណាបងប្អូនហើយអាការដែលរឹតបែបហ្នឹងគឺវាធ្វើឲ្យសាក់សពបាត់លៀនដាតហើយនឹងលៀនភ្នែកចេញមកនឹងឯងចំណែកឯសាក់សពពុទ្ធនវិញគឺមានស្នាមអាកខ្ទាតឈាមស្រោចខ្លួនហើយនៅក្នុងដៃស្ដាំរបស់គាត់មានកាន់កំបិតប៉ាំងតោមួយដែលប្រឡាក់សុទ្ធតែឈាមពេញនោះតែម្ដងអូយកកំបិតអាកខ្លួនឯងបងប្អូនអើយសៀវកឃើញហើយម្ដាយពុទ្ធនគឺទុនជង្គង់ស្រែកយំអស់មួយទំហឹងដោយភាពតក់ស្លុតនិងសន្លប់បាត់ស្មារតីទៅរីឯកូនប្រុសរបស់គាត់វិញស្រែករត់ចេញមកខាងក្រៅទាំងភ័យស្លន់ស្លោរកឲ្យគេឯងជួយផងអ៊ំពូមីងអើយបងធននិងបងច័ន្ទនឹងស្លាប់ហើយគ្រាន់តែបានលឺសំឡេងនេះភ្លាមយាយនួនដែលនៅជាប់នោះប្រញាប់ប្រញាល់រត់ស្ទុះមកមើលយាយនួនតក់ស្លុតនឹងហេតុការណ៍ដែលគាត់បានឃើញចំពោះមុខគាត់ណាហើយនឹងជួយគ្រាម៉ែពុទ្ធននឹងឲ្យចេញមកក្រៅដើម្បីទៅសម្រាកនៅផ្ទះគាត់មួយរយៈសិនយាយនួនក៏បានប្រាប់ឲ្យប្អូនប្រុសពុទ្ធននឹងទៅហៅបងប្អូនលោកមេភូមិនិងប្រាប់ប៉ូលីសនៅឃុំឲ្យមកចាត់ចែងសាកសពប្តីប្រពន្ធទាំងពីរនាក់នេះក្រោយពីពិនិត្យសាកសពរួចរាល់ណាប៉ូលីសនៅឃុំក៏បានសន្និដ្ឋានថាសពអ្នកទាំងពីរហ្នឹងបានស្លាប់3យប់4ថ្ងៃទៅហើយដោយមីងច័ន្ទហ្នឹងគឺបានស្លាប់ដោយសារតែខ្សែរឹតកចំណែកឯពុទ្ធនបានស្លាប់ដោយសារតែការអាកសម្រាប់ខ្លួនឯងតាមក្រោយសរុបមកវិញរឿងនេះត្រូវបានគេកំណត់ថាពុទ្ធនគឺជាជនដៃដល់ដែលសម្រាប់ប្រពន្ធរបស់ខ្លួនឯងទាំងដែលមីងច័ន្ទគឺមានផ្ទៃពោះ8ខែដោយការសម្លាប់ហ្នឹងគឺរឹតកទៅនឹងខ្សែពួរគោបន្ទាប់មកក៏យកកំបិតប៉ាំងតោមកអាកសម្រាប់ខ្លួនឯងតាមក្រោយហេតុការណ៍នេះបានធ្វើឲ្យយាយនួនហើយនិងអ្នកភូមិក្បែរផ្ទះមីងច័ន្ទនាំគ្នាខ្លាចឡើងបាសរោមហើយព្រោះអីប៉ុន្មានថ្ងៃកន្លងមកនេះគេនៅតែឃើញល្ងាចឡើងមីងច័ន្ទដើរចុះដើរឡើងនៅក្នុងខ្ទមរបស់គាត់ហើយគេឮសូរសំឡេងធ្វើម្ហូបផ្ទះបាយនិងឮសំឡេងអ្នកទាំងពីរអ្នកឆ្លោះគ្នាដូចសពមួយដងទៀតផងចុះបើអ្នកទាំងពីរស្លាប់ហើយដូច្នេះសំឡេងដែលអ្នកភូមិបានឮជារៀងរាល់ថ្ងៃ3ថ្ងៃជាប់គ្នានោះគឺជាសំឡេងអ្វីប៉ិតណាស់គឺជាសំឡេងខ្មោចពុទ្ធននិងមីងច័ន្ទមែនទេដែលគេហៅថាខ្មោចតៃហោងព្រោះមិនបានស្លាប់តាមបែបធម្មជាតិនឹងឯងពេលនោះខាងសាច់ញាតិទាំងសងខាងនិងអ្នកភូមិជាច្រើនអ្នកក៏បានផ្អើលមកមើលចង្អៀតណែនណាន់តាន់តាប់ពេញភូមិព្រោះមិនដែលឃើញហេតុការណ៍ដ៏កាចសាហាវបែបនេះទេនៅថ្ងៃនោះដែរខាងសាច់ញាតិក៏បានដឹកសាកសពអ្នកទាំងពីរទៅធ្វើបុណ្យបូជានៅវត្តចុងភូមិដោយមិនបានធ្វើបុណ្យសពនៅឯផ្ទះទេព្រោះគេមានជំនឿថាខ្មោចដែលជាសពតៃហោងបែបនេះ
ហាមដាច់ខាតធ្វើបុណ្យនៅឯផ្ទះគ្រាន់តែដឹកសាកសពទៅដល់វត្តភ្លាមគ្រួសារទាំងសងខាងគឺសម្រេចចិត្តនឹងបូជាសពពុទ្ធននិងមីងច័ន្ទភ្លាមតែម្ដងបំផ្លិចថាសពមីងច័ន្ទគឺមានកូនក្នុងពោះអញ្ចឹងនៅក្នុងយប់នោះតែម្ដងហ្នឹងព្រោះតែតម្កល់ទុកទៀតសពនឹងកាន់តែហើមស្អុយរលួយកាន់តែខ្លាំងអញ្ចឹងបងប្អូនវា3ថ្ងៃទៅហើយពេលដែលបូជាសពហ្នឹងសំលេងយំខ្សុកខ្សួររបស់ក្រុមគ្រួសារអ្នកទាំងពីរលន់ត្រហឹងពេញវត្តតែម្ដងព្រោះអីមិននឹកស្មានថារឿងនេះបានកើតឡើងចំពោះពួកគាត់សោះនៅព្រឹកថ្ងៃបន្ទាប់ពិធីឈិបនកិច្ចដែលជាកិច្ចបង្ហើយបុណ្យក៏មានអ្នកភូមិជាច្រើនអ្នកបានមកចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសាកសពទាំងសងខាងផងដែរក្រោយពិធីចប់សពគ្រប់មិនមានរឿងអ្វីកើតឡើងខុសពីធម្មតានោះឡើយរហូតដល់គម្រប់ខួប7ថ្ងៃរបស់ពុទ្ធនហើយនិងមីងច័ន្ទទើបអ្នកភូមិបានជួបនឹងហេតុការណ៍ចម្លែកជាបន្តបន្ទាប់នៅពេលនោះផ្ទះពុទ្ធននិងមីងច័ន្ទដែលត្រូវបានគេបោះបង់ចោលមិនមានការធ្វើពិធីតាមបែបសាសនាអ្វីទាំងអស់ព្រោះសាច់ញាតិទាំងសងខាងមានភាពខ្លាចរអាយ៉ាងខ្លាំងចំពោះរឿងហេតុដែលបានកើតឡើងចំពោះអ្នកទាំងពីរដែលស្លាប់យ៉ាងសាហាវនៅក្នុងផ្ទះមួយនោះអ្វីដែលគេឃើញជារៀងរាល់ពាក់កណ្ដាលអាត្រៀតអ្នកចិត្តខាងដែលនៅជាប់ផ្ទះមីងច័ន្ទតែងតែបានឮសូរសំឡេងពួកគេឆ្លុះគ្នាដូចរាល់ដងហើយមានសំឡេងឆ្កែលួចយ៉ាងក្រលួចផងដែរអូយព្រឺសម្បល់បងប្អូនរឿងនេះបានធ្វើឲ្យយាយនួនលែងហ៊ានរស់នៅក្នុងផ្ទះគាត់បន្តទៀតបាទផ្ទះយាយនួនជាប់ផ្ទះពុទ្ធធនហើយនៅមីងច័ន្ទណាព្រោះតាំងពីបានឃើញរូបភាពមីងច័ន្ទអង្គុយយំនៅលើក្រែក្រោយផ្ទះមកគាត់ចងចាំអារូបភាពនឹងទុកក្នុងខួរក្បាលគាត់តែម្ដងគាត់ខ្លាចខ្លាំងណាស់បានរើទៅនៅជាមួយនឹងកូនគាត់នៅឯភូមិផ្សេងមួយទៀតតែម្ដងចំណែកឯអ្នកចិត្តខាងដតីទៀតក៏នាំគ្នាបិទទ្វារបិទបង្អួចគឺឲ្យតែព្រះអាទិត្យលិចគឺនាំគ្នាសង្ងំនៅតែក្នុងផ្ទះអោបប្តីអោបប្រពន្ធអោបកូនញ័រសាច់តែម្ដងមានថ្ងៃខ្លះគេក៏បានឮសូរសំឡេងខ្មោចមីងច័ន្ទហ្នឹងយំបំពេកូនល្វើយចេញពីក្នុងខ្ទមរបស់គាត់ក៏មានដែរយ៉ាងណាក៏ដោយសូមបងប្អូនស្ដាប់ដោយការប្រើប្រាស់វិចារណញ្ញាណណាបងប្អូនរំលងបានប្រហែលថ្ងៃក្រោយមកទៀតក៏មានអ្នកដំណើរមកពីស្រុកឆ្ងាយម្នាក់បានមកលេងផ្ទះម្ដាយគាត់នៅក្នុងភូមិនោះជាចៃដន្យគាត់ជិះកាត់ផ្ទះពុទ្ធននិងមីងច័ន្ទគាត់ក៏ស្រាប់តែបានជួបនៅហេតុការណ៍ខ្មោចមីងច័ន្ទលងបន្លាចរហូតដល់ជ្រុះសក់អស់តែម្ដងដោយគាត់មានឈ្មោះថាពូអូនគាត់និយាយថានៅយប់នោះគាត់ជិះម៉ូតូចូលទៅដល់ភូមិប្រហែលជាម៉ោង6 កន្លះយប់ទៅហើយសភាពនៅក្នុងភូមិស្ងាត់ឲ្យជ្រាបគាត់ឆ្ងល់មែនទែនមនុស្សម្នានាំគ្នាបិទភ្លើងចូលផ្ទះសម្រាប់អស់រលីងគ្មានសំបីតែមនុស្សម្នាក់ដើរតាមផ្លូវនិយាយឲ្យចំពេលនោះគាត់ថាភូមិនេះដូចជាភូមិដែលត្រូវបានគេបោះបង់ចោលអញ្ចឹងមិនដូចសភាពកាលពីគាត់រស់នៅក្មេងៗនោះទេជិះមកដល់មុខផ្ទះមីងច័ន្ទពូអូនក៏បានក្រឡេកទៅឃើញមីងច័ន្ទឈរអោនមុខជ្រុបនៅពីមុខផ្ទះ Oh my god ហើយធ្វើដៃបក់ហៅម៉ូតូគាត់ឲ្យឈប់ទៀតផងពូអូនឈប់ម៉ូតូងក់ត្រេកអរបន្តិចដែរពេលឃើញមានមនុស្សចេញមកពូអូនក៏សួរថាមានការអីដែរបងស្រីភ្លាមនោះមីងច័ន្ទក៏តបបែបខ្សៅនឹងងើបមុខមកយឺតថាជួយផងខ្ញុំត្រូវប្តីខ្ញុំវាយធ្វើបាបគ្រាន់តែងើបមុខមកភ្លាមពូអូនស្រែកផ្លត់សំឡេងព្រោះមុខមីងច័ន្ទរលេះរលួយប្រឡាក់សុទ្ធតែឈាមភ្នែកលៀនធ្លាក់ទាំងសងខាងហើយដៃគាត់លូកចូលពោះទាញយកកូនចេញមកខាងក្រៅនៅនឹងភ្នែកពូអូនតែម្ដងពូអូនស្រែកឡើងផ្លត់សំឡេងមិនចាំយូរទេពូអូនបដួលម៉ូតូចោលរត់ប្រះអាយុសម្ដៅទៅផ្ទះម្ដាយគាត់នឹងស្រែកខ្លាំងថាជួយផងខ្មោចលងពេលនោះពូអូនបញ្ជាក់ទៀតថាខ្មោចមីងច័ន្ទណាគឺគាត់ឃើញច្បាស់ណាស់កាន់ខ្វាកូនចេញមកខាងក្រៅហើយជើងគាត់អត់ជាប់ដីទេហោះទៅហមមកពីមុខផ្ទះប្រមាណ10ទៅ15ម៉ែត្រទើបរលីកបាត់ហើយពេលនោះគ្មានអ្នកភូមិណាហ៊ានចេញមកជួយគាត់ដែរព្រោះដឹងច្បាស់ថាគាត់ប្រកាសជាត្រូវមីងច័ន្ទលងហើយពូអូនព្យាយាមរត់អស់ទំហឹងរហូតទៅដល់ផ្ទះម្ដាយគាត់ដែលនៅមិនឆ្ងាយប៉ុន្មានព្រឹកឡើងណាពូអូនឈឺក្តៅខ្លួនរហូតដល់ជ្រុះសក់អស់តែម្ដងម្ដាយរបស់គាត់ភ័យស្លន់ស្លោខ្លាំងមែនទែនព្រោះទឹកមុខពូអូនណា
ខ្មៅក្រោមភ្នែកស្លេកស្លាំងបបោមាត់មើលទៅមិនរួចទេតតែទៅរកលោកឲ្យស្រោចទឹកចេញហើយទៅបាននៅថ្ងៃបន្ទាប់មកឲ្យតែចូលដល់ពាក់កណ្ដាលត្រៀតអ្នករស់នៅជិតវត្តដែលបូជាសពពុទ្ធននិងមីងច័ន្ទឯណូវិញតែងតែបានឮសូរសំឡេងមនុស្សប្រុសរត់ចុះរត់ឡើងនិងស្រែកថាប្រពន្ធអញនៅណាកូនអញនៅណាអ្នកណាយកប្រពន្ធកូនអញទៅណាបាត់ហើយសំឡេងនេះចេះតែលាន់ឮរហូតដល់ក្រោយបុណ្យ7ថ្ងៃចប់គឺបុណ្យសពរបស់ពុទ្ធននិងមីងច័ន្ទនឹងឯងហើយអ្នកភូមិតែងតែអើតមើលតាមបង្អួចផ្ទះមកសំឡេងនោះគឺជាសំឡេងខ្មោចពុទ្ធនកំពុងតែរត់វល់តាមរកប្រពន្ធនិងកូនគាត់អ្នកភូមិដែលហ៊ានគ្រប់គ្រាន់ហើយហ៊ានបើកបង្អួចឃើញខ្មោចពុទ្ធនហ្នឹងបាននិយាយថាខ្លួនពុទ្ធនប្រឡាក់សុទ្ធតែឈាមពីពេញដៃគាត់មានកាន់កំបិតសុទ្ធតែឈាមនោះមុខឡើងខ្មៅរលេះរលួយអស់ហើយឃើញហើយគឺគ្មាននរណាដែលមិនព្រឺសម្បល់នោះទេគួរឲ្យខ្លាចខ្លាំងមែនទែនមានថ្ងៃមួយតាថនដែលជាអ្នកឡើងថ្នោតក៏បាននិយាយដែរថាពេលដែលគាត់ក្រោកពីយប់ទៅដាក់ទឹកថ្នោតគាត់គិតថាម៉ោង4ម៉ោង5ហើយប្រហែលជាគ្មានខ្មាក់អធនណាមកចេញឡងទៀតទេស្រាប់តែគាត់ឃើញវិញ្ញាណពុទ្ធនដើរតាមគាត់ដើរឡើងជិតដល់គាត់តែម្ដងដោយស្រែកថាតើមានឃើញមីច័ន្ទអត់មានឃើញប្រពន្ធអញអត់វាយកកូនទៅណាបាត់ហើយតាថនភ័យឡើងលុះប្រលឹងមិនស្ទើរទេតែគាត់ជាមនុស្សចាស់រត់ទៅណាក៏មិនបានឆ្ងាយដែររហូតដល់គាត់ដួលសន្លប់ចូលទៅក្នុងប្រឡាយទឹកទៀតផងសំណាងហើយដែលប្រឡាយនោះមានទឹកតិចកុំអីគាត់អាចនឹងស្លាប់ដោយសារតែការសន្លប់នោះផងក៏ថាបានក្រោយមកប្រហែលជាមួយអាទិត្យដោយសារតែត្រូវខ្មោចប្តីប្រពន្ធពីរនាក់នេះលងបន្លាចជាច្រើនហូរហែអ្នកភូមិក៏បានមូលមតិគ្នានឹងរុះរើផ្ទះពុទ្ធននិងមីងច័ន្ទចោលតែម្ដងព្រមទាំងនិមន្តព្រះសង្ឃមកសុទ្ធមន្តបញ្ជូនប្រលឹងអ្នកទាំងពីរនេះឲ្យបានទៅចាប់ជាតិចាប់កំណើតកុំឲ្យនៅលងបន្លាចអ្នកភូមិអ្នកស្រុកបន្តទៀតព្រោះពួកគាត់ស្លាប់ទៅបែបតៃហោងបែបនេះវាគឺជាបាបកម្មទៅហើយតែការដែលទៅបន្លាចគេវិវល់នាំឲ្យគេគ្រោះថ្នាក់ឬក៏បាត់បង់ជីវិតគាត់នឹងមានបាបកម្មកាន់តែធ្ងន់ធ្ងរអញ្ចឹងណាគឺធ្វើយ៉ាងណាឲ្យពួកគាត់ឆាប់បានទៅចាប់ជាតិចាប់កំណើតនឹងគេផងដែរកុំឲ្យប្រលឹងអ្នកទាំង3ហ្នឹងនៅតែវល់នៅក្នុងផ្ទះនៅក្នុងភូមិនេះបន្តទៀតហើយបន្ទាប់ពីធ្វើពិធីចាប់សពគ្រប់ហើយអ្នកភូមិក៏តែងតែសម្លឹងមើលចាប់អារម្មណ៍មើលថាតើមានខ្មោចពុទ្ធនមីងច័ន្ទដើរឡងបន្លាចទៀតអត់គឺបាត់លែងមានតទៀតហើយអ្នកទាំងអស់គ្នាគេលែងឃើញប្រលឹងខ្មោចអ្នកទាំងពីរចេញមកលុបបន្លាចហើយអ្នកភូមិក៏បានរស់នៅតាមបែបធម្មតាវិញទៅហើយរឿងនេះអ្នកភូមិមួយណាក៏ដឹងដែរបើសិនជាអ្នកភូមិណាម្នាក់នៅក្នុងហេតុការណ៍នោះបានស្ដាប់រឿងនេះគាត់ដឹងច្បាស់ថាកើតឡើងនៅក្នុងភូមិណាស្រុកណានៃខេត្តបាត់ដំបងបាទបងប្អូនរឿងនេះក៏បានបង្រៀនឲ្យយើងឃើញថាយ៉ាងណាក៏ដោយសូមកុំប្រើប្រាស់កំហឹងជាមួយនឹងការធ្វើរឿងមិនគប្បីណាមួយជាពិសេសគឺការទទួលទានគ្រឿងស្រវឹងដែលនាំឲ្យប៉ះពាល់ទាំងសុខភាពទាំងសតិអារម្មណ៍ហើយនឹងមនុស្សពេលខ្លះគឺអាងភាពស្រវឹងហ្នឹងយកជាលេសដើម្បីទៅបង្កអំពើហិង្សានៅក្នុងគ្រួសារនាំឲ្យវាមានវិបដិសារីទៅដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនអស់មួយជីវិតដោយពុទ្ធនអញ្ចឹងឃើញថាទោះបីជាគាត់សម្លាប់ប្រពន្ធគាត់មែនសួរថាគាត់ស្អប់ប្រពន្ធគាត់អត់ក៏អត់ស្អប់ទេតែអាពេលស្រាចូលខ្លួនណាមនុស្សហ្នឹងបានយកអាហ្នឹងធ្វើជាលេសតាមពិតស្រាអត់ធ្វើឲ្យមនុស្សហ្នឹងវិញវាន់រហូតដល់ដើរកាប់គេកាប់ឯងទេប៉ុន្តែមនុស្សគឺមានអត្តចរិតនឹងមួយប្រកបនៅក្នុងខ្លួនគាត់ឲ្យតែគាត់មានលេសអីហ្នឹងគឺគាត់ធ្វើអាហ្នឹងដោយគាត់គិតថាវាជាស្រាបជាគាត់ទេមិនមែនគាត់ខ្លួនឯងទេដែលចង់ធ្វើអញ្ចឹងគាត់អាចទៅធ្វើបាបគេគាត់អាចទៅជេរស្ដីគេឬក៏គាត់អាចធ្វើអីខុសពីខ្លួនគាត់នៅពេលដែលគាត់អត់ស្រវឹងនឹងឯងហើយរឿងរ៉ាវនេះក៏បានចប់ត្រឹមប៉ុណ្្នឹងហ្នឹងហើយបងប្អូនយល់យ៉ាងណាដែរចំពោះរឿងរ៉ាវទាំងអស់នេះចាំចូលរួមមតិយោបល់ទាំងអស់គ្នាទៅបាទចាស់តែងតែនិយាយពីឆ្នាំគត់អាយុ10ឆ្នាំអាយុ20ឆ្នាំ30ឆ្នាំឬក៏40ឆ្នាំតែភាគច្រើនឲ្យតែគេនិយាយដល់ឆ្នាំគត់ហ្មងគឺសំដៅទៅលើយុវវ័យឬក៏វ័យកណ្ដាលគឺ20ឆ្នាំឬក៏30ឆ្នាំហ្នឹងឯង
ហ្នឹងហើយឆ្នាំគុតហ្នឹងគឺជាឆ្នាំឆុងណាឆ្នាំហេងសយបានន័យថាយើងទៅណាមកណាត្រូវតែប្រយ័ត្នមាត់ក៏ពាក្យសម្ដីហើយជាពិសេសបើចាស់ដើរព្រៃសម័យមុនវិញគាត់ជឿលើរឿងហ្នឹងតែម្ដងមែនតែមួយរយៈហ្នឹងយើងឃើញបងប្អូនយើងឧស្សាហ៍ដើរទៅបោះតង់ក្នុងព្រៃអីចឹងណាហើយបង្ហាញពីជីវិតមើលទៅគឺមួយបែបផែនទៀតធ្វើឲ្យយើងជួយចិត្តតាមបានខ្លាំងមែនតែនហើយក៏កើតឡើងធ្វើឲ្យបងប្អូនយើងមួយចំនួនរៀបចំខ្លួនដើម្បីទៅធ្វើការបោះតង់នៅក្នុងព្រៃដែរហើយតាមតែយើងតាមដានvlogger ទាំងអស់ហ្នឹងពួកគាត់គឺគាត់បានចែករំលែកពីបទពិសោធន៍ដែលពួកគាត់ធ្លាប់ឃើញអីខ្លះជួបអីខ្លះគឺគាត់និយាយធំអត់លាក់តែម្ដងក្រៅពីសាទកាយសាហាវនិងតនានាគាត់បាននិយាយពីរឿងអមនុស្សគឺពួកគាត់បានឃើញគ្រប់គ្នាតែម្ដងប៉ុន្តែមិនដឹងថាគ្នាយើងបានចាប់អារម្មណ៍ទៅលើពាក្យសម្ដីពួកគាត់ដែរឬអត់ទេប៉ុន្តែខ្ញុំមើលគ្រប់ vlogger ទាំងអស់ព្រោះជួយចិត្តមើល vlog បែបអញ្ចឹងគឺទទួលបានការគាំទ្រខ្លាំងមែនទែននៅពេលបច្ចុប្បន្នដោយសារវាប្លែកបើអ្នកខ្លះទៅដើរលេងម្ដងវាអត់អីទេបើអ្នកដែលគាត់ធ្វើ vlog ទៅបោះតង់យកហ្មងហ្នឹងមុនក្រោយឯងកុំជួបឯងអត់ខុសអីពីលោកតាទុដងទេគឺគាត់ឃើញបែបហ្នឹងតែម្ដងហើយពួកគាត់តែងតែដឹងពីរបៀបរបបសែនព្រេងការដេកការបោះតង់បែរមុខទៅទិសណាអញ្ចឹងណាហ្នឹងហើយនេះគឺជារឿងរ៉ាវរបស់បងអូននេះដែលគាត់មានវ័យអាយុ30ឆ្នាំជាថ្ងៃខួបកំណើតរបស់គាត់ថ្ងៃហ្នឹងគឺគាត់បានទៅបោះតង់ជាមួយមិត្តភ័ក្តិរបស់គាត់3នាក់នៅក្នុងព្រៃលើភ្នំគាត់គឺជាយុវវ័យបាទហើយគេហៅថាក្មេងសម័យក្រោយអញ្ចឹងគឺគាត់អត់ជឿទៅលើរឿងខ្មោចអូមអាបព្រាយបិសាចអីនោះទេហើយគាត់ហ្នឹងក៏មានអារម្មណ៍ចង់ទៅបោះតង់ក៏ដោយសារ inspire ពីវីដេអូ vlog ទាំងអស់នោះដែរហើយមិត្តភ័ក្តិគាត់2នាក់ទៀតហ្នឹងគឺម្នាក់អាយុ29ម្នាក់ទៀតអាយុ28អញ្ចឹងទៅគឺសបាគ្នាថ្ងៃមុនពេលដែលគាត់ចេញពីផ្ទះហ្នឹងគឺអ្នកផ្ទះគាត់ហាមឃាត់ខ្លាំងមែនទែនដោយសារតែចាស់គឺជឿទៅលើរឿងរ៉ាវទាំងអស់ហ្នឹងជាពិសេសតារបស់នីតែម្ដងបានហៅនីមកប្រាប់មកខាត់គាត់ថាបើយល់ល្អកុំទៅអីចៅអីប៉ុន្តែនីចេះប្រាប់ថាគាត់ធំអីមិនអាចឲ្យគាត់នៅតែក្នុងផ្ទះបានទេម្យ៉ាងគាត់គឺជាកូនប្រុសទៅទៀតអញ្ចឹងគាត់មិនស្ដាប់លោកតាហ្នឹងក៏បាននិយាយប្រាប់ថាអូខេបើទៅក៏ទៅចុះប៉ុន្តែចៅត្រូវតែចាំនៅវិន័យដើរព្រៃ8ខដំណំបាទគឺជាដំណំណាបាទហើយដំណំហ្នឹងស្ដាប់ហើយគឺព្រឺសបល់មែនតែនមានតាំងពីដេកក្បាលកុំដេកក្បាលបែរទៅទិសខាងលិចព្រោះអីគេគឺជាទិសរបស់ខ្មោចណោះបរិភោគអាហារអីគឺបរិភោគឲ្យអស់ហើយយកទៅចោលបានត្រឹមត្រូវកុំទុកចោលបើមិនចង់ឃើញគេមកស៊ីសំណល់ទាំងអស់ហ្នឹងទេហ្នឹងហើយហើយរូតតង់អីហ្នឹងគឺកាច់តង់អីហ្នឹងធ្វើម៉េចកុំឲ្យប្រឡាក់ដីចូលទៅក្នុងតង់ព្រោះវាគឺជាការនាំខ្មោចព្រាយបិសាចចូលទៅក្នុងតង់ដីហ្នឹងគឺជាផ្លូវប្រាប់ផ្លូវឲ្យគេចូលទៅក្បែរយើងហើយនឹងមានដំណំដតីទៀតដែលយើងស្ដាប់ហើយព្រឺសបល់មែនតើប៉ុន្តែនៅពេលនោះដោយសារតែធម្មតាទេសម័យនេះហើយនៅពេលដែលពួកគាត់ទៅបោះតង់យប់ឡើងគាត់លេងភ្លេងហើយគាត់ហ្នឹងហើយដាក់មកកំប៉ុងពីកំប៉ុងហើយនៅពេលដែលដាក់បែបហ្នឹងមិនដែរគឺអារម្មណ៍រៀងធីងថងសេសើអញ្ចឹងអត់បានធ្វើគ្រប់ដំណំទាំងអស់ទេទាំងដែលគាត់ហ្នឹងចាប់ផ្ដើមជួបជាមួយនឹងហេតុការណ៍ទាំងអស់ហ្នឹងបណ្ដាតាំងពីមុនដែលគាត់ស្វឹងមកម្លេះតែដល់ពេលស្វឹងហើយនៅរៀងសើផងគឺគាត់ធ្វើបានល្អនោះទេទើបក៏ជួបជាមួយនឹងហេតុការណ៍ដែលធ្វើគាត់ចងចាំនៅក្នុងជីវិតនៅក្នុងវ័យ30ឆ្នាំហ្នឹងរហូតមកដល់ពេលឥឡូវហ្នឹងហើយនេះគឺជារឿងរ៉ាវដំណំប្រចាំឆ្នាំគុតរបស់ប្អូននេះខ្ញុំឈ្មោះនេះបច្ចុប្បន្ននេះមានអាយុ32ឆ្នាំហើយប៉ុន្តែកាលពីពេលដែលខ្ញុំមានអាយុ30ឆ្នាំខ្ញុំបានជួបហេតុការណ៍នៅក្នុងព្រៃដ៏គួរឲ្យរន្ធត់មួយនៅពេលដែលទៅបោះតង់ជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំរឿងហេតុនៅថ្ងៃនោះធ្វើឲ្យខ្ញុំនៅចងចាំមិនភ្លេចឡើយរហូតមកដល់សប្តាហ៍ថ្ងៃកាលពីមុនខ្ញុំក៏មិនមែនជាមនុស្សដែលមានជំនឿទៅលើរឿងខ្មោចព្រាយបិសាចប៉ុន្មានដែររហូតដល់បានជួបខ្លួនឯងផ្ទាល់ទើបដឹងថាវិញ្ញាណពិតជាមានពិតប្រាកដមែននៅឆ្នាំនោះពិធីខួបកំណើតគម្រប់អាយុ30ឆ្នាំរបស់ខ្ញុំបានរៀបចំឡើងយ៉ាងពិសេសជាងឆ្នាំណាទាំងអស់ពុកនិងម៉ែបាននាំខ្ញុំទៅធ្វើបុណ្យសូត្រមន្តស្រោចទឹករំដោះគ្រោះនៅក្នុងវត្តនិងមានពិធីផ្សេងជាច្រើនទៀតដែលចាស់មានជំនឿថាអាចរំដោះគ្រោះលើករាសីដល់ខ្ញុំឲ្យមានតែសេចក្តីសុខរីកចម្រើនរំលងបានមួយអាទិត្យក្រោយពិធីខួបកំណើតក៏គ្មានរឿងរ៉ាវអាក្រក់អ្វីកើតឡើងដែរគ្រប់យ៉ាងប្រព្រឹត្តទៅតាមធម្មតាមានតែភ្ញៀវនៅក្នុងក្រុមហ៊ុនដែលធ្វើការជាមួយខ្ញុំតែប៉ុណ្ណោះដែលពួកគេទាមទារឲ្យផ្លាស់ប្ដូរការងារបន្តិចបន្តួចដែលមិនសូវធ្វើបានល្អប៉ុន្តែជាសំណាងល្អដែរពេលនោះក្រុមហ៊ុនក៏មានច្បាប់ឲ្យបុគ្គលិកបានឈប់សម្រាកលំហែកាយយូរថ្ងៃដូច្នេះរឿងនោះក៏ទុកដោយឡែកសិនទៅខ្ញុំមានមិត្តភ័ក្តិស្និទ្ធស្នាលចំនួន2នាក់ផងដែរហើយពួកវាមានអាយុស្របាលខ្ញុំពួកវាមានឈ្មោះថាអាណៃ
ហើយនឹងអាធនជាយូរណាស់មកហើយពួកយើងទាំង3មានបំណងរួមគ្នាថាថ្ងៃណាមួយដែលទំនេរពីការងារពួកយើងនឹងធ្វើដំណើរឡើងភ្នំឬក៏ចូលព្រៃបោះតង់ឲ្យបានមួយយប់ព្រោះពួកគេក៏សុទ្ធតែជាអ្នកចូលចិត្តធម្មជាតិឬការដើរផ្សងព្រេងនៅក្នុងព្រៃសូម្បីតែលេងហ្គេមក៏ចូលចិត្តលេងហ្គេមណាដែលជាការផ្សងគ្រោះថ្នាក់នៅក្នុងព្រៃដែរនៅពេលនោះអាណៃហើយនឹងអាធនក៏មានគំនិតស្របគ្នាមួយថាចង់ទៅជប់លៀងឆ្លងខួបកំណើតឲ្យខ្ញុំព្រោះកាលថ្ងៃនោះពួកយើងមិនបានជួបជុំគ្នាទេពលគឺរវល់ធ្វើការរៀងខ្លួនពេលនោះខ្ញុំក៏បានប្រាប់ពុកម៉ែថាសុំទៅដើរលេងបោះតង់នៅក្នុងព្រៃជាមួយនឹងមិត្តភ័ក្តិឲ្យបានមួយយប់នៅពេលដែលបានលើកដូច្នេះហើយពួកគាត់ក៏បានបដិសេធហើយព្យាយាមហាមឃាត់ព្រោះតែមានជំនឿថានៅក្នុងវ័យ30អញ្ចឹងអាចនឹងមានគ្រោះឬក៏កើតរឿងណាមួយមិនល្អចំពោះខ្ញុំប៉ុន្តែបើទោះបីជាព្យាយាមឃាត់យ៉ាងណាក៏មិនបានសម្រេចដែរព្រោះខ្ញុំបានប្រាប់ពួកគាត់ថាខ្ញុំធំប៉ុណ្ណេះហើយម៉ែឲ្យខ្ញុំនៅតែផ្ទះមិនកើតព្រឹកថ្ងៃបន្ទាប់ខ្ញុំក៏ប្រញាប់រៀបចំអីវ៉ាន់ជាច្រើនដែលរួមមានដូចជាចានឆ្នាំងស្លាបព្រាសមពិលតង់ហើយនិងសម្ភារៈដើរព្រៃមួយចំនួនទៀតទុកនៅក្នុងកាបូបស្ពីធំមួយនៅកំឡុងពេលដែលខ្ញុំកំពុងតែរៀបចំភ្លាមនោះឪពុកខ្ញុំក៏បានដើរចូលមកហើយគាត់បាននិយាយថាកូនរៀបនឹងចេញទៅហើយមែនទេកុំតន់អីឆាប់ចូលទៅរកលោកតាសិនទៅលោកតាហៅកូនឲ្យទៅខាងក្នុងនៅពេលនោះខ្ញុំនឹកនៅក្នុងចិត្តតែម្នាក់ឯងថាតើពុកឲ្យលោកតាមកនិយាយខត់ខ្ញុំជំនួសគាត់ទេដឹងព្រោះតែមិនចង់ឲ្យខ្ញុំទៅបោះតង់ពេលនោះខ្ញុំក៏មិនបានប្រកែកអ្វីដែរព្រោះចង់ដឹងដែរថាតើលោកតាហៅខ្ញុំមានការអីខ្ញុំបានដើរចូលទៅក្នុងផ្ទះទៅអង្គុយពីមុខលោកតាតែម្ដងមិនទាន់បាននិយាយអីផងលោកតាក៏បាននិយាយមកកាន់ខ្ញុំមុនថាតាដឹងថាឯងមិនជឿលើរឿងពួកនេះទេតែចៅឯងស្ដាប់តាណាស្ដាប់នៅអ្វីដែលតាកំពុងតែនិយាយសិនព្រោះវាសំខាន់ខ្លាំងណាស់សម្រាប់ឯងខ្ញុំស្ដាប់ឮហើយក៏មានការងឿឆ្ងល់យ៉ាងខ្លាំងមិនដឹងថាលោកតាចង់និយាយអ្វីនោះទេបន្ទាប់មកគាត់ក៏បានហុចក្រដាសនិងប៊ិចមួយដើមឲ្យខ្ញុំសម្រាប់កត់ត្រានៅពាក្យដែលគាត់ត្រូវប្រាប់បន្តប៉ុន្តែខ្ញុំក៏បានដាក់ក្រដាសនិងប៊ិចនោះចុះទៅលើឥដ្ឋហើយទាញទូរស័ព្ទដៃមកចុច record សំឡេងលោកតាជំនួសវិញអ្វីដែលលោកតាបានប្រាប់ខ្ញុំនៅពេលនោះគឺបំរាមផ្សេងនៅពេលដែលត្រូវចូលព្រៃលោកតាបាននិយាយបែបនេះថាការដើរនៅក្នុងព្រៃបើមនុស្សធម្មតាចូលទៅគឺគ្មានគ្រោះថ្នាក់អ្វីនោះទេចៅប្រសិនបើមិនបានទៅរំខានឬក៏ឆាឆៅកន្លែងពួកអមនុស្សព្រោះរិស័យពួកគេខ្លាំងជាងពួកព្រាយបិសាចដែរមើលទៅមិនឃើញនោះទេប៉ុន្តែសម្រាប់មនុស្សកំឡោះក្រមុំពេញវ័យដូចចៅឯងប្រសិនបើចូលទៅដោយការប្រមាថអាចនឹងមានគ្រោះថ្នាក់ខ្លាំងណាស់តែយ៉ាងណាក៏ដោយសូមឲ្យចៅតាំងចិត្តស្ដាប់ប្រការគួរទាំង8ដែលតានឹងរៀបរាប់ប្រាប់ដូចតទៅនេះប្រការទី1វេលាដើរចូលទៅដល់ទឹកដីដែនព្រៃហើយកំឡុងពេលដែលកំពុងតែស្នាក់នៅក្នុងព្រៃបើបានឮសំឡេងអ្វីស្រែកហៅឈ្មោះឯងក៏បីផ្ទៀងត្រចៀកស្ដាប់ឲ្យបានច្បាស់លាស់ជាមុនសិនថាតើនោះគឺជាសំឡេងរបស់មនុស្សហៅឈ្មោះឯងពិតប្រាកដមែនឬក៏យ៉ាងណាបានមិនមែនជាសំឡេងមិត្តភ័ក្តិរបស់ឯងទេចូលឯងកុំឆ្លើយតបជាមួយនឹងគេឲ្យសោះព្រោះអ្វីដែលហៅឈ្មោះឯងនោះវានឹងតាមឯងមកដល់ផ្ទះប្រការទី2ជៀសវាងទៅអង្គុយឬឈរនៅកន្លែងខ្ពស់ជាដាច់ខាតព្រោះរបស់ដែលមើលមិនឃើញវាអាចច្រានឯងទម្លាក់ពីទីនោះក៏ថាបានប្រការទី3កុំដើរហើរទៅណាខុសរបៀបឬក៏ឆ្ងាយពីមិត្តភ័ក្តិខ្លាំងពេកព្រោះវ័យរបស់ឯងឆ្នាំនេះគឺរាសីដាក់ខ្លាំងណាស់ពួកអមនុស្សអាចចាត់ការឯងពេលណាក៏បានដូច្នេះបើចង់ដើរទៅណាត្រូវបបួលមិត្តភ័ក្តិទៅដែរជាពិសេសពេលពាក់កណ្ដាលយប់រិស័យរបស់មិត្តឯងដែលមិនមែនជាវ័យនេះអាចខំក្រុងឯងពីវិញ្ញាណកាចសាហាវដែលមើលមិនឃើញបានប្រការទី4ប្រសិនបើឃើញទឹកមុខមិត្តភ័ក្តិមានអ្វីខុសប្លែកពីប្រក់ក្រដីឬក៏ពួកអមនុស្សអសុរកាយបង្ហាញខ្លួនឲ្យឃើញនោះបញ្ជាក់ឲ្យឃើញថាពួកវាមិនបានខ្លាចបារមីរបស់មិត្តឯងនោះទេឬបើបានឃើញពួកវាហើយឲ្យធ្វើមើលមិនឃើញទៅនោះឯងនឹងមានសុវត្ថិភាពជាក់ជាពុំខានប្រការទី5ពេលទៅដល់កន្លែងបោះតង់ហើយត្រូវត្រួតពិនិត្យមើលទិសឲ្យបានល្អជាមុនសិនកុំបោះតង់ដាក់ក្បាលដំណេកទៅទិសដែលព្រះអាទិត្យលិចជាដាច់ខាតទិសខាងលិចគេប្រកាន់ថាជាទិសខ្មោចព្រោះពេលមនុស្សស្លាប់គេតែងតែបែរក្បាលសាក់សពបែរទៅទិសខាងលិចពួកខ្មោចព្រាយបិសាចអាចនឹងចូលមកចិត្តឯងបានដោយងាយប្រការទី6មុនពេលចូលដេកនៅក្នុងតង់ត្រូវប្រយ័ត្នប្រយែងឲ្យមែនតែនកុំបណ្ដោយឲ្យមានដីឬក៏ភក់ប្រឡាក់ចូលមកក្នុងតង់ជាដាច់ខាតព្រោះវាអាចជារបស់នាំផ្លូវឲ្យពួកព្រាយបិសាចចូលមករកកន្លែងឯងដេកបានយ៉ាងស្រួលឬវាអាចនឹងមករំខានឯងមិនឲ្យដេកពួនពេញមួយយប់តែម្ដង
ប្រការទី7មុនពេលចូលដេកកុំភ្លេចត្រួតពិនិត្យឲ្យបានល្អថាមានរៀបចំទុកដាក់អាហារដែលហូបសល់ឲ្យបានត្រឹមត្រូវហើយឬនៅហាមិនឲ្យមានអាហារនៅសល់ប្រឡាក់ចានជាដាច់ខាតបើឯងមិនចង់បានឮសំឡេងឬក៏ឃើញពួកខ្មោចព្រីបិសាចមកស៊ីអាហារដែលនៅសល់ក្នុងចាននោះទេត្រូវប្រមូលអាហារនៅសល់បោះចោលនៅក្នុងធុងសម្រាមឲ្យអស់ឬមិនអញ្ចឹងទេត្រូវរកអ្វីមកគ្របឲ្យជិតនៅក្នុងករណីមិនចង់បោះបង់ចោលអាហារទាំងអស់នោះហើយត្រូវតែប្រកាសក្នុងចិត្តថារបស់ដែលយកមកគ្របនោះត្រូវតែសង្កត់ឲ្យជាប់មិនងាយហើរឬប៉ើងនៅពេលដែលត្រូវខ្យល់បក់ប្រការចុងក្រោយប្រការទី8ប្រសិនបើសុកស្រាប់តែមានខ្យល់បក់ខ្លាំងនៅត្រង់បរិវេណដែលឯងកំពុងតែស្នាក់នៅគឺជាសញ្ញាប្រាប់ហើយថាឯងបានធ្វើខុសប្រការណាមួយខាងលើនេះហើយមិនថាចំពោះតែប្រលឹងខ្មោចឬក៏ពពួកម្ចាស់ទឹកម្ចាស់ដីក៏ដោយចូលចាំថាពួកអមនុស្សទាំងអស់នោះកំពុងតែចំណាំមុខឯងទុកហើយវិធីខៃនោះគឺត្រូវនាំយកអាហារថ្មីដែលមិនមែនជាអាហារសល់ពីហូបដាក់នៅក្នុងចានស្អាតមួយរួចនាំយកទៅដាក់ចោលនៅពីមុខតង់ជាមុនពេលចូលដេកពេលយកអាហារទាំងអស់នោះទៅដាក់ចូលអធិដ្ឋាននៅក្នុងចិត្តផងថាសូមកុំឲ្យប្រលឹងវិញ្ញាណទាំងឡាយមកយាយីធ្វើបាបឯងនោះឯងនឹងមានសុវត្ថិភាពទោះបីជាត្រូវអត់ទ្រាំស្ដាប់នៅសំឡេងមកស៊ីអាហារទាំងអស់នោះក៏ដោយចប់ត្រឹមនឹងហើយអ្វីដែលតាចង់ប្រាប់ឯងស្ដាប់ទៅវាដូចជាចម្លែកមិនគួរឲ្យជឿសម្រាប់មនុស្សសម័យថ្មីដូចជាឯងតែជឿទៅហានធ្វើខុសបំរាម8នេះជាដាច់ខាតនោះវានឹងល្អចំពោះឯងប្រសិនបើសំណាងល្អឯងអាចនឹងមិនជួបរឿងរ៉ាវអ្វីទាំងអស់តែបើសំណាងអាក្រក់វាអាចបង្ហាញខ្លួនឲ្យឯងឃើញជាច្រើនសន្ធឹកសន្ធាប់ស្ដាប់ចប់ខ្ញុំអង្គុយថ្មឹងមួយស្របក់សម្លឹងមើលទៅអក្សរដែលបានកត់ត្រាពីសំឡេងលោកតាចូលទៅក្នុងទូរស័ព្ទដៃពេលនោះខ្ញុំស្ទើរតែមិនជឿសម្ដីលោកតាបន្តិចសោះតែក៏មិនហ៊ានសួរដេញដោលព្រោះឃើញទឹកមុខមាំនិងពោពេញទៅដោយក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់លោកតាក្រោយនិយាយចប់បន្ទាប់មកខ្ញុំក៏ក្រោកឡើងហើយដើរសម្ដៅទៅរកឡាននិងលើកសម្ភារៈដែលបានត្រៀមទុករួចជាស្រេចមុននឹងលើកដៃសំពះលាពុកម៉ែនិងលោកតាព្រមទាំងនិយាយថាពុកម៉ែលោកតាខ្ញុំទៅដើរលេងជាមួយមិត្តភ័ក្តិហើយរៀបនឹងបញ្ឆេះឡានចេញទៅហើយលោកតាក៏ដើរមកចិត្តហើយប្រាប់ទៀតថាធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពណាចៅរួចហើយខ្ញុំក៏បញ្ឆេះឡានចេញទៅសំដៅទៅផ្ទះអាធុនព្រោះយើងទាំង3នាក់បានណាត់គ្នាថានឹងទៅជួបជុំគ្នានៅទីនោះហើយជិះឡានស៊ីបរបស់ឪពុកអាធុនទៅរួមគ្នាតែមួយគ្រឿងតែប៉ុណ្ណោះក្រោយពីជុំគ្នាអស់ពួកយើងទាំង3នាក់ក៏បានជិះឡានចេញមកហើយនៅតាមផ្លូវក៏បានឈៀងចូលទិញអាហារសម្រាប់ជប់លៀងយប់នោះតាមផ្លូវចូលព្រៃនោះគឺត្រូវជិះឡើងភ្នំផងដែរដែលជាកន្លែងពេញនិយមមួយសម្រាប់អ្នកបោះតង់ឬអ្នកដើរព្រៃទីបំផុតពួកយើងក៏បានមកដល់ម្ដុំមាត់ជ្រោះមួយកន្លែងដែលមានដីរាបស្មើសមស្របសម្រាប់ការបោះតង់ល្មមមិនបង្អង់យូរពួកខ្ញុំក៏រកកន្លែងចតឡានសមរម្យនិងយកអីវ៉ាន់ចេញពីឡានដើរសម្ដៅទៅរកកន្លែងបោះតង់តង់របស់ពួកយើងមាន2តង់ព្រោះអាធុនមានមាឌធំពិបាកគេង3នាក់នៅក្នុងតែតង់មួយណាមកដល់ភ្លាមខ្ញុំក៏ប្រញាប់យកតង់មកបោះហើយក៏ស្រែកហៅអាធុនដែលពេលនោះមានអារម្មណ៍ថាវានៅពីខាងក្រោយឲ្យមកជួយដែរព្រោះពិបាកពន្លាតង់តែម្នាក់ឯងអាធុនមកនេះជួយបោះតង់គ្នាផងវើយពេលកំពុងតែញាប់ដៃញាប់ជើងបោះតង់ក៏បានឮសូរសំឡេងកំហុកត្រគោះបោះបោកមួយលាន់លឺមកពីក្រោយខ្នងវិញថាអញឃ្លានពេលនោះខ្ញុំក៏ឆ្ងល់ក្នុងចិត្តថាយីអាធុននេះវាឃ្លានស្អីណាស់ណាម្លេះតែក៏មិនមាត់តបតអ្វីដែរខ្ញុំក៏ងាកស្រែកទៅអាណៃដែលនៅគៀននោះវិញថាអាណៃមកជួយកាងតង់គ្នាបន្តិចមើលអាណៃក៏ឆ្លើយតបថាអើដឹងហើយចាំបន្តិចទៅតិចទៀតអញទៅជួយនៅចន្លោះពេលដែលណៃដើរមកនឹងខ្ញុំក៏ងាកបែរខ្លួនទៅរកអាធុនបំណងប្រាប់វាឲ្យទៅរកមកបង្កាត់ភ្លើងវិញបើវាមិនចង់មកជួយកាច់តង់ទេតែពេលដែលខ្ញុំងាកខ្លួនបែរក្រោយក៏ប្រទះឃើញអាធុនកំពុងតែដើរសម្ដៅមកតង់វិញដែលនៅក្នុងដៃមានត្រកងមួយកងធំមិនដឹងថាវាចេញទៅតាំងពីពេលណានោះទេពេលនោះខ្ញុំលួចឆ្ងល់ក្នុងចិត្តបន្តិចដែរហើយក៏សួរទៅអាធុនហើយឯងទៅរកតាំងពីពេលណាមកមិនក៏យើងមិនដឹងអាធុនក៏ឆ្លើយប្រាប់ថាគ្នាទៅមួយសន្ទុះហើយកាត់អីមែនខ្ញុំឆ្ងល់ណាស់ពេលលឺអាធុននិយាយអញ្ចឹងព្រោះបើវាមិននៅចុះសំឡេងអ្នកណាអំបាញ់មិញដែលនិយាយថាអញឃ្លានហ្នឹងតែខ្ញុំក៏មិនបានគិតអ្វីច្រើនដែរស្មានតែខ្លួនឯងស្ដាប់ច្រឡំឬក៏អាចជាសំឡេងអាណៃក៏ថាបានព្រោះវារអ៊ូមកតាមផ្លូវរហូតដែរថាវាឃ្លានក្រោយមកខ្ញុំក៏បោះតង់បន្តនិងរៀបចំសម្ភារៈផ្សេងដើម្បីធ្វើម្ហូបចិត្តនឹងរួចទៅហើយស្រាប់តែបានឮសំឡេងដដៃនោះលាន់ឮសារជាថ្មីម្ដងទៀតនៅក្បែរខ្លួនខ្ញុំថាហើយឃ្លានទេម្ដងនេះសំឡេងនោះរៀងសុភាពជាងមុនបន្តិច
ខ្ញុំត្រជាក់ចង់ដៃចង់ជើងព្រោះច្បាស់នៅក្នុងចិត្តហើយថាវាមិនមែនជាសម្លេងរបស់អាធុនឬក៏អាណៃនោះទេព្រោះវាទាំងពីរនាក់កំពុងតែរៀបចំអីវ៉ាន់នៅពីមុខខ្ញុំទាំងគ្មាននិយាយស្ដីអ្វីតតែសោះខ្ញុំឆ្ងល់ណាស់ហើយក៏ចាប់ផ្ដើមបះរំជ្រងហើយក៏នឹកឃើញដល់សម្ដីលោកតាដែលបានផ្ដែផ្ដាំមុនចេញពីផ្ទះឬមួយក៏បំរាមទាំង8នោះវាគឺជាការពិតខ្ញុំឆោតត្រឹងសញ្ជឹងគិតមកដល់ត្រឹមនេះសម្លេងអាណៃក៏បានហៅខ្ញុំកាត់អីហ្នឹងខ្ញុំក៏បានភ្ញាក់ស្មារតីបន្តិចហើយក៏ប្រញាប់ប្រមូលអារម្មណ៍មកវិញនឹងតបថាគ្មានអីទេរឹតតែច្បាស់ហើយថាពីរអ្នកនេះមិនបានឮសម្លេងដូចដែលខ្ញុំបានឮនោះទេពោលគឺខ្ញុំឮតែឯងពេលនោះខ្ញុំមិនបាននិយាយរឿងនេះឲ្យពួកគេស្ដាប់ទេព្រោះពួកយើងសុទ្ធតែគ្មាននរណាគេជឿលើរឿងអបិយជំនឿនោះទេខ្ញុំខ្លាចនិយាយទៅនាំឲ្យពួកវានាំគ្នាសើចចំអកថាខ្ញុំនឹងហេវបាយពេកស្ដាប់ច្រឡំនៅពេលនោះខ្ញុំចាប់ផ្ដើមជឿតិចៗហើយចំពោះសម្ដីដែលលោកតាប្រាប់ភ្លាមនោះខ្ញុំក៏បានពឹងអាណៃឲ្យហុចទូរស័ព្ទនៅក្នុងកាបូបឲ្យខ្ញុំដើម្បីចុចស្ដាប់បណ្ដាំរបស់លោកតាមួយសន្ទុះក្រោយមកខ្ញុំក៏បានអង្គុយមើលអាធុនធ្វើម្ហូបបណ្ដើគិតរវើរវាយបណ្ដើទៅសម្លេងដែលខ្ញុំបានឮអាណៃក៏បានហៅខ្ញុំថាណែកាត់អីហ្នឹងបានជាយើងហៅឯង2ដងហើយឯងមិនឆ្លើយតបអ្វីតតែសោះអញ្ចឹងខ្ញុំធ្វើមុខធម្មតាវិញហើយក៏តបថាគ្មានអីទេចំណែកឯអាធុនក៏និយាយកាត់ដែរថាឯងប្រហែលជាស្ងួតកហើយតោះចាត់ការទៅនិយាយចប់វាក៏ទាញ10ស្រាដែលខ្លះសេត្រជាក់ពីក្នុងធុងមកគោះបំរុងចាក់ដាក់កែវឲ្យខ្ញុំអារម្មណ៍ដែលភ័យខ្លាចទាំងអស់ក៏រលាយបាត់ទៅប៉ុន្តែមិនយូរប៉ុន្មានអារម្មណ៍ទាំងអស់នោះក៏ត្រឡប់មកវិញព្រោះមានដៃអាណាមឹកមួយមិនដឹងជាចេញពីណាទេចាត់កែវចេញមកព្រមទាំងនិយាយថាចាក់ឲ្យយើងផងដៃមួយនោះមានសភាពខ្មៅគ្រើមមានសក់របដូចជាដៃសាក់សពអញ្ចឹងខ្ញុំភ័យណាស់ហើយចាប់ផ្ដើមជឿសម្ដីរបស់លោកតាហើយថាវិញ្ញាណមានពិតតែក៏មិនហ៊ានបញ្ចេញកាយវិការអ្វីខ្លាចពីអ្នកនោះភ័យដែរខ្ញុំបានត្រឹមតែអង្គុយស្ងៀមផឹកស្រាតិចហូបអ្វីក៏មិនចូលគ្មានអារម្មណ៍សប្បាយដូចពីអ្នកនោះទេរហូតដល់ម៉ោងប្រហែលជាង10យប់អាណៃហើយនឹងអាធុនក៏ចាប់ផ្ដើមស្រវឹងស្រឿងអាណៃក៏ចាប់ផ្ដើមទាញហ្គីតារបស់វាមកលេងភ្លេងហើយខ្ញុំក៏ចាប់ផ្ដើមទាញទូរស័ព្ទដៃនៅក្នុងហោប៉ៅមកស្ដាប់ពាក្យសម្ដីលោកតាម្ដងទៀតស្របពេលនោះអាធុនក៏ឈ្ងោកមុខវាមកមើលចិត្តទូរស័ព្ទដៃរបស់ខ្ញុំហើយវានិយាយដោយសម្លេងស្រវឹងតិចថាហែងអានអីហ្នឹងខ្ញុំងាកមុខទៅបំរុងនឹងតបថាជាអត្ថបទធម្មតាប៉ុន្តែខ្ញុំស្ទើរតែគាំងបេះដូងស្លាប់ព្រោះឃើញមុខអាធុនដែលអោនមកជិតខ្ញុំនោះមានពីពីងតោងជាប់មុខវារនេងរណោងប្រហែលជា10ក្បាលហើយមុខរបស់វារលេះរលួយដូចមុខខ្មោចអញ្ចឹងខ្ញុំស្លុតដល់ថ្នាក់ជ្រុះកែវស្រាចេញពីដៃអាធុនក៏និយាយថាយីអានេះឯងបោះចោលកែវស្រាធ្វើអីកំពុកអស់ហើយចំណែកឯអាណៃក៏ឈប់លេងហ្គីតាហើយក៏សួរថាឯងកាត់អីអានេះឃើញប្លែកតាំងពីព្រឹកមកម្លេះខ្ញុំក៏ប្រឹងប្រមូលស្មារតីមកវិញងាកមើលស្រាក៏ឃើញថាអស់ល្មមទើបនិយាយបបួលពួកវាថាមិនអីទេតោះស្រាអស់ហើយនាំគ្នាចូលដេកអាណៃក៏តបថាយីអានេះប្លែកនោះប្លែកក្នុងខ្លួនឯងកាត់អីថ្ងៃហ្នឹងខ្ញុំក៏តបវិញថាមិនអីទេគ្នាប្រហែលជាហត់នឿយខ្លាំងពេកតោះចូលដេកទៅនិយាយចប់ពួកខ្ញុំទាំង3នាក់ក៏ជួយគ្នាមួយដៃមួយជើងរៀបចំប្រមូលសម្បកដបនិងអាហារដែលនៅសេសសល់យកទៅបោះចោលនៅក្នុងធុងខ្មៅដែលត្រៀមមករួចរាល់ហើយខ្ញុំក៏បបួលអាធុនឲ្យមកដេកជាមួយគ្នាគ្រាន់បានជាគ្នាអាធុនក៏ធ្វើមុខឆ្ងល់ហើយសួរកែដំបងឯងចង់ដេកម្នាក់ឯងមែនទេហេតុអ្វីពេលនេះហៅយើងទៅដេកជាមួយទៅវិញខ្ញុំមិនមាត់ទេចាប់រុញវាចូលទៅក្នុងតង់តែម្ដងហើយរុញអាណៃឲ្យទៅដេកក្នុងតង់មួយម្នាក់ឯងពេលនោះខ្ញុំប្រញាប់ប្រមូលស្បែកជើងដាក់ក្រៅតង់ហើយនឹងបោះសម្អាតដីចេញពីតង់ទាំងអស់ឲ្យបានស្អាតបាត់រៀបរយតាមបណ្ដាំរបស់លោកតានឹងនឹកក្នុងចិត្តថាយ៉ាងហោចណាស់ក៏ពួកប្រលឹងវិញ្ញាណមិនបានលើកទ័ពមកបង្ហាញខ្លួនឲ្យយើងឃើញដែរខ្ញុំកំពុងតែរៀបនឹងរត់បិទតង់ទៅហើយតែក៏បានឮសំឡេងលាន់ពីក្រោយខ្នងមុខទៀតហើយអញឃ្លានកំពេចនោះខ្ញុំក៏រត់តង់បណ្ដើស្រែកកំហុកទៅវិញថាឯងឃ្លានស្អីទៀតហើយអានេះដេកទៅចេះតែយ៉ាងម៉េចបានជាឃ្លានមិនចេះឈប់អញ្ចឹងឯអាធុនងើបមកទាំងមមីមើលនិយាយថាស្អីឯងយើងមិនបាននិយាយស្អីសំបីតែមួយម៉ាត់ផងឯងស្រែកជេរណាគេពេលនោះខ្ញុំទទួលយកលេងបានហើយព្រឺឆ្អឹងខ្នងបាសរោមខ្ញាក់ដៃជើងរបស់ខ្ញុំចាប់ផ្ដើមញ័រទៅត្រើតបេះដូងឌឹបតែម្ដងភ័យរហូតដល់ធ្វើអ្វីលេងត្រូវព្រោះពេលនោះសំឡេងស្លឹកឈើនៅខាងក្រៅតង់បក់ទង្គិចគ្នាខ្យល់ត្រជាក់ចាប់ផ្ដើមបក់មកកាន់តែខ្លាំងទៅជាសញ្ញាថាមិនស្រួលហើយតែខ្ញុំក៏ប្រញាប់តាំងស្មារតីលើកដៃទាំងញ័ររត់បិទតង់មកវិញហើយក៏ចេញទៅក្រៅដើម្បីរកមើលម្ហូបក្រៃនៅសេសសល់ខ្លះនិងអាចរៀបចំដាក់ចានទុកចោលនៅមុខតង់តាមបណ្ដាំលោកតាសំណាងល្អដែរខ្ញុំបានឃើញសាច់ជ្រូកមួយដុំនៅស្រស់ដែលនៅសេសសល់មិនទាន់ចំអិនខ្ញុំក៏រៀបចំដាក់ចានបំរុងយកទៅដាក់មុខតង់ទៅស្រាប់តែពេលនោះខ្យល់ក៏ចាប់ផ្ដើមស្ងាត់បដូរមកវិញនៅសំឡេងសាយក្អាកក្អាយជុំវិញខ្លួនខ្ញុំមានទាំងសំឡេងកូនក្មេងសំឡេងមនុស្សចាស់ស្រី
ប្រុសមិនដឹងជាចេញពីជ្រុងណាទេខ្ញុំភ័យខ្លាំងណាស់មុននឹងក្រឡេកឃើញមានខ្លួនមនុស្សលេចចេញពីទីងងឹតមកជាច្រើនអ្នកឈរត្រឹងនៅជុំវិញតង់ដែលម្នាក់មានមុខមាត់រលេះរលួយធ្លាក់ភ្នែកធ្លាក់ឈាមពេញនឹងតែម្ដងខ្លួនប្រាណរបស់ពួកគេស្គមស្គាំងគួរឲ្យខ្លាចឈរហាមាត់សើចធំដោយសម្លេងគួរឲ្យខ្លាចខ្លាំងមែនទែនខ្ញុំទ្រាំស្ទើរតែពុំបានជាមួយនឹងទស្សនវិជ្ជាដ៏គួរឲ្យខ្លាចនោះតែក៏ព្យាយាមប្រមូលភាពក្លាហាននិងយកសាច់ទៅដាក់នៅពីមុខតង់ហើយក៏ប្រញាប់ស្ទុះចូលទៅក្នុងតង់និងរត់បិទយ៉ាងលឿនព្រមទាំងលើកដៃសំពះបួងសួងនៅក្នុងចិត្តថាខ្ញុំខ្លាចហើយកុំប្រឡងបន្លាចកូនចៅអីខ្ញុំបន់ស្រន់បណ្ដាលទាញភួយមកឃ្លុំមុខចិត្តបិទដើរភ្លាមនោះសម្លេងសើចបន្លាចទាំងអស់នោះក៏ស្ងាត់បាត់ទៅវិញបន្តិចម្ដងបដូរមកវិញនៅសម្លេងមនុស្សដើរជន់ស្លឹកឈើប្រោកជំនួសវិញរហូតខ្ញុំមានអារម្មណ៍ដឹងថាសម្រឹកជើងនោះគឺបានដើរមកឈប់ពីមុខតង់តែម្ដងដោយមានភាពភ័យខ្លាចខ្លាំងពេកខ្ញុំមិនហ៊ានបើកភួយចេញទៅមើលទេបានត្រឹមតែព្យាយាមសម្ងំបិទភ្នែកចិត្តនិងតាំងចិត្តថាត្រូវតែគេងឲ្យលក់ឲ្យបានឆាប់បំផុតទាំងដែលខ្លួនញ័រតត្រើតបន់ឲ្យតែឆាប់ភ្លឺទេនៅពេលនោះខ្ញុំបានឮសំឡេងតតច័ន្ទព្រុសហើយនិយាយថាចុះអាណាគេយកច័ន្ទស្អីមកដាក់ត្រង់នេះវើយពេលនោះខ្ញុំស្ទុះងើបឡើងភ្លាមហើយសម្លឹងមើលជុំវិញខ្លួនរកអាធុនតែមិនឃើញវាទេគឺខ្ញុំដេកនៅក្នុងតង់តែម្នាក់ឯងមានន័យថាអាធុនកំពុងតែនៅក្រៅតង់ហើយពេលនោះវាក៏ស្រែកហៅខ្ញុំថាណែអានេះឯងយកចានអាហារស្អីមកដាក់នៅមុខតង់មែនអញដើរចេញទៅបត់ជើងតូចស្ទើរតែជន់ចាននឹងរអើបែកក្បាលទៅហើយយីអានេះវើយមិនបងអង្គយូរខ្ញុំក៏បើកតង់ចេញទៅមើលស្រាប់តែឃើញអាធុនដួលដេកនៅលើថ្មឯចានដាក់សាច់ស្រស់នោះក៏កំពុបខ្ទេចខ្ទីគ្មានសល់ខ្ញុំនិយាយអ្វីមិនចេញនោះទេដៃញ័រមាត់ក៏ញ័រអស់មុននឹងឃើញអាធុនប្រឹងក្រោកឈរឡើងយឺតទាំងមមាយខ្ញុំប្រឹងហាមាត់តិចសួរវាបណ្ដើរទៅចិត្តវាបណ្ដើរថាអាធុនឯងកើតអីអត់ហ្នឹងស្រាប់តែពេលខ្ញុំដើរទៅចិត្តខ្លួនវាពេលនោះខ្ញុំក៏បានឃើញដៃខ្មៅបបធ្លាក់មួយគូកំពុងតែតោងមុខអាធុនជាប់ទាំងដែលវាមិនដឹងខ្លួននោះទេអាធុនប្រឹងក្រោកឈរទាំងត្រដោហើយវាដើរត្រេតត្រោតសម្ដៅទៅតង់វិញខ្ញុំរត់តែភ័យហើយសម្លឹងមើលទៅដៃទាំងគូនោះកំពុងតែតោងមុខអាធុនចូលទៅក្នុងតង់ព្រមទាំងលើសំឡេងប្រោះដូចជាដៃមួយគូនោះកំពុងតែកាច់កអាធុនទៅឆ្វេងទៅស្ដាំស្ទើរតែដាច់ចេញពីគ្នាដូច្នោះដែរខ្ញុំបានស្រែកហៅអាធុនខ្សៅទាំងខ្លាចថាអាធុនឯងកើតអីអត់បានបន្តិចខ្ញុំក៏ឃើញដៃនោះចាប់បង្វិលក្បាលអាធុនងាកមកក្រោយរកខ្ញុំតែម្ដងតែពេលដែលវាបែរមកនឹងមិនមែនជាមុខអាធុនទេបែរទៅជាមុខតាចាស់ម្នាក់រលេះរលួយភ្នែកសស្គុះលៀនផ្លែចេញមកខាងក្រៅឯមាត់សើចស្ញិញរយះដល់គុំត្រចៀកគួរឲ្យខ្លាចយ៉ាងខ្លាំងខ្ញុំស្ទើរគាំងទៅហើយខ្ញុំភ័យខ្លាំងណាស់ស្រាប់តែដឹងខ្លួនមកខ្ញុំកំពុងតែគេងសម្រាកនៅមន្ទីរពេទ្យទៅវិញព្រមទាំងឮសំឡេងពុកម៉ែខ្ញុំនិយាយថាកូនដឹងខ្លួនហើយមែនទេខ្ញុំបើកភ្នែកឡើងប្រឹមហើយក៏ងាកមើលដោយព្យាយាមក្រោកអង្គុយប៉ុន្តែខ្ញុំធ្វើមិនបានឡើយព្រោះពេលនោះម៉ែរបស់ខ្ញុំបានប្រាប់ថាខ្ញុំបានបាក់ឆ្អឹងដងកំបិតត្រូវសម្រាកនៅមន្ទីរពេទ្យអស់មួយរយៈពេលធំខ្ញុំចាប់ផ្ដើមឆ្ងល់យ៉ាងខ្លាំងថាតើមានរឿងអ្វីកើតឡើងនៅយប់នោះហេតុអ្វីបានជាខ្ញុំត្រូវជួបគ្រោះថ្នាក់ត្រូវមកព្យាបាលនៅក្នុងមន្ទីរពេទ្យបែបនេះទៅវិញបន្តិចក្រោយមកខ្ញុំក៏ឃើញអាណៃនិងអាធុនបើកទ្វារចូលមកក្នុងបន្ទប់អាណៃនិយាយថាឯងដឹងខ្លួនហើយឬអានេះពួកយើងបារម្ភពីឯងខ្លាំងណាស់មិនចាំយូរខ្ញុំក៏សួរពួកគេថាតើមានរឿងអីកើតឡើងហេតុអ្វីបានជាយើងត្រូវមកដេកនៅទីនេះទៅវិញនៅពេលនោះអាធុនក៏បានរៀបរាប់ប្រាប់ខ្ញុំថានៅយប់នោះវាដេកស្រាប់តែភ្ញាក់ឡើងព្រឹតព្រោះបានឮសំឡេងស្រែកយ៉ាងខ្លាំងពីក្រៅតង់វាក៏ចេញមកមើលស្រាប់តែបានឃើញខ្ញុំកំពុងតែដេកនៅលើថ្មមុខតង់ហើយព្យាយាមរើខ្លួនចុះឡើងដូចមនុស្សឈួតអញ្ចឹងហើយក៏ស្រែកថាកុំធ្វើបាបខ្ញុំអាធុនចូលទៅចាប់បាក់ខ្ញុំតែខ្ញុំក៏ច្រានវាដួលហើយខ្ញុំក៏ស្ទុះរត់សម្ដៅទៅមាត់ជ្រោះដូចជាព្យាយាមរត់គេចពីអ្វីម្យ៉ាងអាធុនភ័យណាស់ក៏រត់ទៅតាមបំណងរត់ទៅខាត់ខ្ញុំតែរត់មិនទាន់ទេវាឃើញខ្ញុំលត់ទម្លាក់ខ្លួនពីលើជ្រោះតែម្ដងតែជាសំណាងល្អដែរជ្រោះនោះមិនជាខ្ពស់ប៉ុន្មាននោះទេខ្ញុំលត់ទៅក៏ទៅនៅលើដើមឈើហើយក៏សន្លប់បាត់ស្មារតីទៅអាធុនក៏ប្រញាប់ហៅអ្នកស្រុកនៅម្ដុំនោះនិងប្តឹងប៉ូលីសឲ្យមកជួយសង្គ្រោះខ្ញុំហើយក៏ដឹកខ្ញុំយកមកមន្ទីរពេទ្យតែម្ដងទៅអាធុននិយាយចប់ម្ដាយខ្ញុំក៏ដើរចូលមកជិតហើយចាប់ដៃខ្ញុំជាប់ព្រមទាំងនិយាយថ្នមឃើញទេកូននេះសំណាងប៉ុណ្ណាដែលកូនមិនកើតអីពុកម៉ែនិងលោកតាពិតជាបារម្ភពីកូនខ្លាំងណាស់ខ្ញុំសម្លឹងមុខម៉ែទាំងដឹងកំហុសមុននឹងងាកទៅនិយាយប្រាប់អាណៃដែលនៅក្បែរនោះថាអាណៃឯងមើលទៅជាឧទាហរណ៍ឲ្យហើយទៅនេះហើយរឿងអាក្រក់នៅថ្ងៃពេញវ័យ30ឆ្នាំរបស់អញធ្ងន់ធ្ងរណាស់វើយ
ឆ្នាំនេះអាណៃអាយុ29ឆ្នាំឆ្នាំក្រោយវានឹងអាយុ30ឆ្នាំហើយអញ្ចឹងគួរតែដាស់តឿនវាហើយរឿងនេះសន្មតថាចប់តែប៉ុណ្្នឹងហើយហេតុការណ៍នៅក្នុងវ័យ30ឆ្នាំដែលខ្ញុំចង់ចាំមិនភ្លេចហើយនឹងជឿជាក់ថាអាថ័ន្តនៅក្នុងវ័យ30ឆ្នាំពិតជាមានពិតប្រាកដមែនបើមិនជឿកុំប្រមាថ